ជាលើកដំបូងមិនធ្លាប់មានក្នុងពេលជាច្រើនទសវត្សរ៍អឺរ៉ុបកំពុងតែចាប់ដៃគ្នារៀបចំផែនការឆ្លើយតបទៅនឹងសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនប្រសិនបើប្រទេសនេះហ៊ានឆ្លងកាត់ខ្សែបន្ទាត់ក្រហមយោធាមិនមែនរុស្ស៊ីទេហើយក៏មិនមែនចិនដែរប្រទេសដែលអឺរ៉ុបកំពុងព្រួតគ្នាទប់ទល់នោះគឺសហរដ្ឋអាមេរិកវិធានការនេះផ្ដោតទៅលើកោះ Greenland ឬក៏ Groenland អង់ឡង់ដែលជាផ្នែកមួយនៃប្រទេសដាណឺម៉ាកទីក្រុង Washington បានលើកឡើងម្ដងហើយម្ដងទៀតអំពីគំនិតទិញកោះនេះហើយថ្មីនេះសេតាវិមានបាននិយាយដោយចំហថាកម្លាំងយោធានៅតែជាជំរើសនៅក្នុងការវាយយកកោះនេះការគម្រាមនេះកាន់តែត្រូវបារម្ភថាអាចក្លាយជាការពិតបន្ទាប់ពីសកម្មភាពយោធារបស់អាមេរិកនៅក្នុងប្រទេសវេណេស៊ុយអេឡាចំពោះអាមេរិក Greenland គឺជាមូលដ្ឋានយុទ្ធសាស្ត្រដែលអាចការពារអាមេរិកពីការបាញ់ប្រហារតាមផ្លូវអាកាសនិងពីមហាសមុទ្រសំខាន់មិនត្រឹមតែប៉ុណ្ណោះការកាន់កាប់កោះនេះផ្ដល់សិទ្ធិគ្រប់គ្រងរ៉ែសំខាន់ខណៈដែលប្រទេសចិននិងរុស្ស៊ីកំពុងតែពង្រីកឥទ្ធិពលនៅទីនោះប្រទេសបារាំងបានបោះជំហានទៅមុនគេជំទាស់ទៅនឹងផែនការរបស់អាមេរិករដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Noël Barrot បាននិយាយថាទីក្រុងប៉ារីសកំពុងសម្របសម្រួលជាមួយប្រទេសអាល្លឺម៉ង់និងប៉ូឡូញអំពីរបៀបនិងផែនការដែលអឺរ៉ុបគួរឆ្លើយតបប្រសិនបើសម្ពាធរបស់អាមេរិកលើកោះ Greenland កាន់តែកើនឡើងនៅពេលនេះកិច្ចពិភាក្សារបស់ប្រទេសធំនៅអឺរ៉ុបគឺផ្ដោតទៅលើការទូតមិនមែនកម្លាំងយោធាទេកម្លាំងយោធារបស់អឺរ៉ុបពឹងផ្អែកយ៉ាងសំខាន់ទៅលើអង្គការ NATO ដែលគ្រប់គ្រងដោយអាមេរិកដូច្នេះការតទល់ដោយកងកម្លាំងមិនមែនជាជំរើសឡើយយោងតាម CNN លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកយល់ច្បាស់ថាសកម្មភាពយោធាណាមួយប្រឆាំងទៅនឹងកោះ Greenland នឹងពុះបំបែកហែកអង្គការ NATO ដោយសារតែកោះ Greenland គឺជាផ្នែកមួយនៃដាណឺម៉ាកដែលជាសមាជិកអង្គការ NATO ក៏ប៉ុន្តែលោក Trump នៅតែគំរាមដើម្បីគៀបឲ្យ Greenland ដកខ្លួនឆ្ងាយចេញពីចិននិងរុស្ស៊ីហើយចូលគៀកអាមេរិកវិញ